សូមជូនរនចៅអាចសេះភាគ1កាលពីដើមមានបុរសក្រីក្រម្នាក់ឈ្មោះចៅសុធារស់នៅក្នុងខ្ទមតូចមាត់ទន្លេគាត់ខ្វៀលសេះនិងធ្វើការយ៉ាងអត់ធ្មត់រាល់ថ្ងៃទោះលំបាកយ៉ាងណាក៏ដោយគាត់នៅតែជឿជាក់លើអំពើល្អជីវិតរបស់គាត់សាមញ្ញប៉ុន្តែពេញទៅដោយសេចក្តីព្យាយាមនិងសេចក្តីសង្ឃឹមGreetings, Sampavratana. We have goods to trade. Welcome, Chao Sothia. What do you bring? Silks and ចៅ spices. សុធាបានទិញនិយាយជាមួយនាយសំពៅដោយចិត្តស្មោះត្រង់គាត់ប្រាប់ថាចង់ផ្ញើអ្វីមួយទៅឆ្ងាយនាយសំពៅស្ដាប់ដោយចិត្តល្អហើយយល់ព្រមជួយភាគ3ចៅសុធាបានយកការរុងជាច្រើនផ្ញើទៅតាមសំពៅមនុស្សជាច្រើនគិតថាវាជារបស់ធម្មតាប៉ុន្តែក្នុងចិត្តគាត់មានតែសេចក្តីស្មោះត្រង់និងការជឿជាក់លើអំពើល្អគ្មាននរណាដឹងថាវានឹងនាំមកនៅអ្វីអស្ចារ្យទេភាគ4ពេលស្រ័យការរងចេញគេឃើញមាសភ្លឺចាំងពេញលានស្ដេចនិងមនុស្សទាំងអស់ភ្ញាក់ផ្អើលយ៉ាងខ្លាំងពួកគេមិននឹកស្មានថារបស់ធម្មតានឹងក្លាយជាអំណោយដ៏អស្ចារ្យបែបនេះឡើយស្ដេចគិតថាត្រូវតែផ្ញើអ្វីល្អវិញភាគ5ស្ដេចបានរៀបចំអំណោយពិសេសមួយនាងម៉ាឡាត្រូវបានផ្ញើទៅជាមួយកន្សែងវេទមន្តនាងមានចិត្តល្អនិងប្រាជ្ញាកន្សែងនោះមានអំណោយអស្ចារ្យដែលអាចបង្កើតអ្វីៗបានសូមអរគុណដែលបានទស្សនាកុំភ្លេចតាមដានភាគក្រោយតើភាគក្រោយសាច់រឿងយ៉ាងដូចម្ដេច